ខ្លួនក្រទេប៉ុន្តែថ្ងៃអាទិត្យដេកដល់ថ្ងៃចាំងគូតខណ្ឌទិញបាយផឹកទិញមិនទាន់គេផងហើយទៅរកស៊ីទាន់អ្នកណាកាហ្វេណាគេក៏ចូលចិត្តដែរប៉ុន្តែផឹកឲ្យមើលប្រាក់ខែខ្លួនឯងផងហៀថ្ងៃទឹកធ្វើការមួយថ្ងៃទៀតហ្មងហៀកុំឲ្យគេឌីក្បាលយើងបើអាទិត្យធ្វើការ6ថ្ងៃបើឲ្យគ្រាសម្រាប់ខ្លះដែរហើយអាបកាច់ដែរចេញទ្រឹស្ដីទៅបាទហៀអ្នកទ្រឹស្ដីតាម TikTok ដែរទៅនឹងរះប៉ុន្តែនិយាយមកខ្ញុំស្រាប់មិនចូលទៅជាសោះតែហ្មងហើយអារ៉ាគេជារបៀបកន្លងធ្វើការមួយថ្ងៃតូឡូហ្គីចុះយប់ឡើងគេចង់ចូលការ៉ាអូខេដក B ឲ្យខ្លះចឹងណាហើយគេថាយើងក្រដោយសារយើងផឹកកាហ្វេហើយផឹករបស់ថ្លៃរបស់ brand ក៏កាហ្វេមួយមកកែ3រៀលតិចយើងក្រដូចគេនិយាយមិនដឹងហៀដែរជាសម្ដីអ្នកទ្រឹស្ដីតាម TikTok ចប់បាត់ហើយបើហ៊ានដែរផឹកកាហ្វេផងដល់ក្រដែរហ្នឹងហើយគេថាយើងអត់លុយទេតែថ្លាំធំពីមេឃហ៊ានបង15ហ៊ានបង16 Pro Max ប្រើនឹងគេដែរអូយកុំឆោតពេកមើលបើទ្រឹស្ដីបំបាក់ហៀវិញគាត់និយាយថាបើយើងមិនចម្ពាក់គេយើងមិនខំតចម្ពាក់គេបានយើងវាខំខ្ញុំបើ TikTok ម្ដងជួយទៅវីដេអូលោកគ្រូទ្រឹស្ដីបដៅវាធុញធុញអាប៉ូប្រុសជឿហៀគាត់ទៅបាទទ្រឹស្ដីក្នុង TikTok ទេដល់ពេលអនុវត្តខ្លួនឯងក៏ងឹតឆឹកមើលលេខឃើញបងខ្ញុំធុញមែនតាហៀមួយថ្ងៃឃើញចេញរិះគន់គេនិយាយចេះនិយាយចោះឲ្យយើងខំធ្វើការកុំឲ្យដេកកុំឲ្យពួនដើម្បីឲ្យយើងសល់នេះសល់នោះចុងក្រោយមានសល់អីសល់តែជំងឺហើយលើចាំសម្ដីហៀទុកសម្ដីគ្រូជោគជ័យនិងសម្ដីមូគូវាខុសគ្នាសម្ដីគ្រូជោគជ័យដេកតិចធ្វើការច្រើនទើបសល់លុយសល់ជំងឺហើយសម្ដីហៀមូគូវិញគឺរឿងអាចជីវិតអញមិនទៅក្បាលអារាចង់អាចពាក់អារាច្រើនក៏មិនទៅក្បាលអារាដែរបើអាចរលុយសងដល់អារាបានរលសងជំនួសអញផងក៏មិនអត់អ្នកមើលធ្វើតាមតាហៀទៅដើម្បីយើងខំដើម្បីសងលុយគេហើយហៀគូខ្ញុំឆ្ងល់យូរហើយនេះសម្ដីគ្រូជោគជ័យនិងសម្ដីលោកគ្រូពេទ្យមិនដឹងយកមួយណាទុកមួយណាជឿសម្ដីពេទ្យទៅរស់បានយូរមិនសល់ជំងឺទុកមើលថ្ងៃក្រោយព្រោះលោកគ្រូពេទ្យនិយាយមិនដែរខុសទេខុសដល់ពេលចាក់ឆ្នោតមិនត្រូវតើនិយាយបែរហៀមួយខែយ៉ាំដល់របស់ឆ្ងាញ់ម្ដងដើម្បីឲ្យកដោកាពះយើងមែនតាហៀយើងគួរតែញ៉ាំឆ្ងាញ់ខ្លះហើយត្រូវហើយខ្លួនទីពើខ្លួនយើងតែធ្វើការដើម្បីរលុយខ្លួនឯងមិនបានតែសុំលុយតាគេមករៀលណាបងបន្ទប់ជួបបងផ្ទះសម្រាប់អាចច្រឡំបងទឹកបងភ្លឹកបងស្លៃសបាកម្មផ្សាយម៉ូតូហើយខ្ញុំចង់ជប់ធ្វើការរោងចក្រតែម្ដងធ្វើអីក៏ខុសធ្វើអីក៏ខំមិនត្រូវចិត្តលោកគ្រូទ្រឹស្ដីមួយចំនួនតូចនឹងសោះតែហ្មងនិយាយមែនចង់ឈប់ធ្វើការមែនតាតែយកប្រពន្ធអ្នកមានចំការធូរ៉េនហើយកុំភ័យអាប្អូនប្រុសចាំហៀទំនេររបស់ប្អូនប្រុសឯងទៅអង្គុយមើលគេហូបអីទៅមុខវាំងហើយដឹងថាជីវិតអ្នកចម្ពាក់លុយគេវារករាប្រពន្ធដែរហើយបើប្អូនប្រុសមិនយល់តទេទៅអង្គុយសុំលុយគេនៅស្តុបពីអ្នកហៀអូខេហើយហៀបានណាកុំទ្រឹស្ដីខ្លាំងពេកខ្ញុំជឿក្បាលនេះហើយមិនគ្រូទ្រឹស្ដីចូលខ្លួន